ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីមុខងារ convert នៅក្នុងកម្មវិធី Snapkey ណាអញ្ចឹងកម្មវិធី convert នៅក្នុងកម្មវិធី Snapkey នេះគឺជាមុខងារសម្រាប់ convert បានថាយើងអាច convert វីដេអូដែលអត់ស្គាល់នៅក្នុង LD ទៅជាវីដេអូដែលស្គាល់យើងអាច break resolution វាបានយើងអាចព្រម resolution ទាំងវីដេអូទាំងរូបភាពបានណាក៏ប៉ុន្តែវាមិនមែនលក្ខណៈជាកាត់ទេបាទថាយើងអាចកាត់វីដេអូផ្ដេកទៅជាបញ្ឈរទៅជាផ្ដេកអីបានទេវាគ្រាន់ជាលក្ខណៈថា convert ពី file មួយទៅ file មួយទៀតអាចសេរីបានជាមួយនឹង resolution ក៏ដូចជា frame rate របស់វីដេអូហើយចំពោះរូបភាពគឺយើងអាចសេរី resolution បានអីចឹងទៅក៏ប៉ុន្តែបើវីដេអូនឹងបញ្ឈរគឺបញ្ឈរមកវិញវីដេអូផ្ដេកគឺផ្ដេកទៅវិញរូបដូចគ្នាតម្រង់របៀបម៉េចគឺមកវិញអញ្ចឹងគ្រាន់តែយើងអាចសេរីឲ្យវា resolution ធំតូចជាងមុនអីអញ្ចឹងទៅណាអញ្ចឹងខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងដាក់ file ចូលទៅក្នុងតារាងដើម្បីយើងធ្វើការទៅលើ file ណាអញ្ចឹងទី1គឺបងប្អូនមានfolder មិនថា folder នៅណាទេឲ្យតែនៅលើ computer របស់យើង folder ហ្នឹងមានវីដេអូច្រើនអីចឹងមកឬក៏រូបភាពច្រើនអីចឹងមកមាន text file មានអីនៅក្នុងហ្នឹងក៏ដោយយើងមិនបាច់ខ្វល់ទេគឺយើងគ្រាន់តែទាញ folder ហ្នឹងយកមកដាក់លើកន្លែងនេះឲ្យវាចេញពាក្យថា copy យើងបន្លែងទៅគឺវា file វីដេអូហ្នឹងគឺវានឹងចូលមកហើយវាស្គាល់ជាប្រភេទ file វីដេអូហ្នឹងស្រាប់ទៀតណាហើយចំពោះរូបភាពដូចគ្នានេះគឺជារូបភាពដែលយើងបាន download ហើយណាយើងទាញមកដាក់ដូចគ្នាអញ្ចឹងមកគឺវាចូលមកហើយក្នុងករណីដែលបងប្អូនទាញមកដាក់ហើយអត់បានគឺបងប្អូនអាចចុចនៅលើនេះហើយយើងប្រើទៅរក folder អីអញ្ចឹងទៅមួយទៀតក្នុងករណីដែលបងប្អូនខ្ជិលប្រើអញ្ចឹងបងប្អូនក៏អាច copy បានដែរឧទាហរណ៍ថាយើងមានរូបវាតែមួយឯងយើងទាញមកតម្លាក់លើហ្នឹងវាចូលតែរូបនឹងមួយឯងឬក៏យើងលក្ខណៈថាយើងចង់ copy path ក៏បានដែរយើង copy path គឺយើង copy រូបចេះរូបប៉ុណ្ណឹងមកហើយយើង copy មកដល់ត្រង់នេះគឺយើង path ហ្មង path មកក៏វាចូលដូចគ្នាអញ្ចឹងបងប្អូនអាច copy ជាលក្ខណៈfolder ហ្មងក៏បានឬក៏ folder លាយរូបលាយ folder មិនក៏បានដែរយើង copy មកហើយយើងមកដល់យើង path យកចេះហ្មងក៏វាចូលមកដែរឃើញទេវាស្គាល់រូបភាពហើយយើងអាចដាក់លាយគ្នាបានមិនថាយើងអាចដាក់លាយជាលក្ខណៈវីដេអូលាយជាមួយរូបភាពណាអញ្ចឹងវីដេអូយើងមកកណាត់ក្រោមនេះហើយបន្ទាប់មកបងប្អូនអាចម៉ៅស្ដាំហើយបងប្អូនធ្វើការឆែក support LD បានថាបងប្អូនឆែក file ទាំងអស់ថា file ណាខ្លះ support LD នៅពេលបងប្អូនឆែកគឺវាបង្ហាញដូចជា resolution របស់រូបភាពអីអញ្ចឹងណាបើសិនជាវីដេអូវាបង្ហាញ resolution របស់វីដេអូហើយចំពោះ frame rate វីដេអូខ្លះក៏វាចេញមក error បានថាវាឆែកអត់ចេញលក្ខណៈ30 frame ប៉ុន្តែវាមិនមែន30វា29ចុចវាទៅជា2997អីអញ្ចឹងទៅហ្នឹងវា error ខ្លះអីខ្លះទៅតាមហ្នឹងណាអញ្ចឹងយើងអាចមើល resolution បានហើយបន្តមកទៀតបងប្អូនអាចថាយើងចង់ឆែកមិនចង់ឆែកអីគឺយើងមើលទៅតាមយើង tick តាមហ្នឹងទៅណាចង់ឆែកចាំយើង tick ហ្នឹងទៅហើយបើចេញពាក្យថា LD player ថា yes គឺ file ទាំងអស់ហ្នឹងគឺដាក់ទៅចូលទៅ LD player គឺវាអូខេហើយប៉ុន្តែបងប្អូនតែជាក់ស្ដែងបើថាយកទៅដាក់ឲ្យអត់ចេញអាហ្នឹងយើង convert អីចឹងហ្នឹងបន្ទាប់ទៀតយើងធ្វើការ convert គឺបងប្អូនចំពោះវីដេអូបងប្អូនមើលកន្លែងនេះហើយបងប្អូនដាក់ resolution វាមកអញ្ចឹងជាក់ស្ដែងរបស់ខ្ញុំគឺវា720 1280ហើយអញ្ចឹងខ្ញុំដាក់វា18ទៅវិញទៅហើយបន្ទាប់មកទៀតខ្ញុំដាក់ frame rate វា60អញ្ចឹងទៅហើយចំពោះរូបភាពដោយសាររូបភាពនេះវា 2K ហើយ1440ណា1440អត់ទាន់ 2K ទេប៉ុន្តែខ្ញុំចង់បានវាតែ18ទេខ្ញុំតម្លាក់វាចុះមកវិញយើងឧទាហរណ៍អញ្ចឹងទៅហើយបន្តមកទៀតបងប្អូនមើលកន្លែងនេះ thread បានថាយើងចង់ convert ម្ដងប្រមាណហើយចំពោះរូបភាពគឺយើងចង់ដាក់ច្រើនតិចក៏អត់អីដែរម៉ាស៊ីនយើងវាអត់សូវខ្លាំងទេរូបភាពវាតូចណាក៏ប៉ុន្តែចំពោះវីដេអូបើបងប្អូន convert វីដេអូច្រើនបងប្អូនមើលតាមម៉ាស៊ីនយើងផងមុនយើងសាកតិចចឹងណាហើយបន្ទាប់មកយើងមើលថា GPU របស់យើងវាឡើងខ្លាំងអត់ GPU របស់យើងណានេះជាប្រភេទ GPU ដាច់ចេះយើងមើលថា GPU កន្លែង video encode នេះអីហ្នឹងគឺវាឡើងប្រហែលភាគរយបើវាឡើង23យើងអាចដាក់ថែមបានទៀតបានថាយើង convert ម្ដងច្រើន file អីចឹងទៅរបស់ខ្ញុំរៀងធំដែរអញ្ចឹងខ្ញុំដាក់វា4អញ្ចឹងទៅហើយបន្ទាប់មកទៀតខ្ញុំចុចកន្លែង enable tick GPU នេះធម្មតាវាទៅ tick ស្រាប់ហើយបងប្អូនទុកវា tick នៅនឹងទៅហើយ
តងកន្លែងនេះគឺខ្ញុំ tick ឯងបានថាយើង convert ហើយយើងចង់ឲ្យ file ហ្នឹងទៅជា file ដែល convert ហើយហ្មងយើងអត់ចង់ទុកអា file ដែលអត់ទាន់ convert ទេយើងលុបវាចោលហ្មងណាយើង convert យកអាស្រាប់ស្រេចហ្មងទៅហើយបន្តមកទៀតយើងធ្វើការចុចប៊ូតុង convert ឯងបងប្អូនចុចប៊ូតុង start convert មកវានឹងបញ្ជាក់ឲ្យថាបើយើងដាក់ thread ច្រើនជាង3ណាយើងមើលម៉ាស៊ីនយើងផងបើសម្រាប់ខ្ញុំម៉ាស៊ីនខ្ញុំវាដើរបានខ្ញុំតេស្តរួចហើយអញ្ចឹងខ្ញុំចុច yes ទៅបើអត់ទេបងប្អូន cancel ហើយតម្លាក់ thread បន្តិចមកយើងតេស្តតិចសិនណាបងប្អូនយើងថ្នមម៉ាស៊ីនយើងតិចណាអញ្ចឹងយើងចុច yes មកវានឹងធ្វើចាប់ផ្ដើម convert បងប្អូន convert complete ឯរូបភាពវាលឿនទេបងប្អូនហើយចំពោះវីដេអូគឺវារៀងយូរតិចអញ្ចឹងវាត្រូវការពេលហើយអញ្ចឹងជាក់ស្ដែងដូចរបស់ខ្ញុំនេះនៅពេលដែលវាចាប់ផ្ដើមធ្វើការគឺខ្ញុំមើលដែរអញ្ចឹង GPU របស់ខ្ញុំឡើងដល់80ឃើញទេវាឡើងខ្ពស់ត្រង់នេះអញ្ចឹង80អត់អីទេបងប្អូនកុំឲ្យឡើងដល់90 100អញ្ចឹងវារៀងតឹងគាត់ថាបើ GPU យើងប្រភេទ desktop យើងអត់សូវខ្វល់ឡើង100ក៏100ទៅវាគ្រាន់តែក្តៅបន្តិចរោម៉ាស៊ីនបន្តិចហ្នឹងអញ្ចឹងយើងបើធ្វើ8អីហ្នឹងគឺធម្មតាឲ្យវាធ្វើការយ៉ាងធ្ងន់បន្តិចទៅលឿនណាអញ្ចឹងវានឹងធ្វើការ convert នេះបាន complete មួយ60 frame ដោយសារយើងកំណត់60 frame ហើយ resolution គឺយើង18 scene មកគេគឺ720ណាបងប្អូនអញ្ចឹងវានឹងការ convert ហើយវានឹងចេញព័ត៌មានថ្មីរបស់វីដេអូមួយហ្នឹងមកឲ្យយើងណាអញ្ចឹងខ្ញុំស្គមបន្តិចឲ្យវាដើរឲ្យផុតបន្តិចហើយចាំយើងមកមើលលទ្ធផលវិញហ្នឹងហើយបងប្អូនវាមាន complete ខ្លះហើយអញ្ចឹងយើងទៅមើលលទ្ធផលរបស់យើងណាយើងទៅមើលវីដេអូមួយដែលមានឈ្មោះថា DKA អញ្ចឹងយើងបើកទៅ folder ហ្នឹងយើងមិនបាច់ទេយើងម៉ៅស្ដាំហើយយើង open folder មកវាចេញមកនេះអញ្ចឹងវីដេអូមួយនេះ DKA អញ្ចឹងណា DKA យើងចាក់មើលនៅក្នុង VLC យើងមើល spec វាមើលដូចវាថាអត់ហ្នឹងហើយVLC ខ្ញុំសុំបរួមបន្តិចនេះវាចេញមកអញ្ចឹងយើងចូលទៅដល់កន្លែង tool យើងមើល codec info ឬក៏ media info ក៏បានដែរយើងចូល codec info ទៅស្រួលមើលជាងនេះ codec info អញ្ចឹងយើងឃើញថា resolution របស់វីដេអូយើងគឺ10ប៉ែតហើយចំពោះ H264 ហើយនឹង MPEG AAC នេះគឺវា support មួយ LD ហើយ frame rate របស់វាគឺ60នេះគឺជាអ្វីដែលយើងបាន convert មកចប់ចុងក្រោយណាអញ្ចឹង file វីដេអូនេះគឺ convert រួចហើយបងប្អូនអត់ទាន់ convert វាកំពុងដំណើរការនៅពេលដែលវាដំណើរការហើយគឺវាចេញមកនេះហើយ file នេះវានឹងធ្វើការលុបចោលហើយអញ្ចឹងវានឹងធ្វើការ convert ទៅតាមនោះឥឡូវ convert នៅសល់តែ1 2ទេ2នេះ2ចុងក្រោយដែលកំពុងធ្វើការនេះនៅពេលធ្វើការហើយគឺវាលុបអានឹងចោលអានេះវាគ្រាន់តែ move ទៅមួយ plate ហើយ convert ចេញក្រៅវិញហើយនៅពេល convert ហើយគឺស្អាតវិញឃើញទេបន្តមកទៀតយើងមាន function មួយទៀតដែលបងប្អូនអាចធ្វើបានដូចគ្នាហ្នឹងចំពោះវីដេអូនេះខ្ញុំនឹង remove រូបភាពចេញខ្ញុំ select រូបភាពទាំងអស់ហើយខ្ញុំធ្វើការ remove រូបភាពយើងទុកតែវីដេអូទេយើងមានមុខងារមួយទៀតដែលយើងអាច extract រូបភាពបានថាវីដេអូហ្នឹងគឺវាមានរូបភាពនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាខ្ញុំឧទាហរណ៍បងប្អូនមើលជាក់ស្ដែងស្រួលបញ្យល់គ្នាបន្តិចអញ្ចឹងឧទាហរណ៍ថាយើង download content ហ្នឹងមកវាអត់មានរូបភាពទេយើងចង់បានរូបភាពយកទៅផុសអញ្ចឹងយើងមានតែយករូបភាពដែលថតចេញពីវីដេអូមួយនៅក្នុងហ្នឹងមកអញ្ចឹងយើងគ្រាន់តែ select វីដេអូអីអញ្ចឹងមកដូចគ្នាមកហើយបន្តបងប្អូនចុច mouse ស្ដាំហើយបងប្អូនយក extract រូបភាពយើងចេញផ្ទាំងមកហើយថាយើងចង់បានប្រមាណរូបចេញពីវីដេអូមួយហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំដាក់4ទៅចោះដោយសារវីដេអូខ្លីៗខ្ញុំចុច start ទៅវានឹងធ្វើការ extract ហើយនៅពេលដែលវាធ្វើការ extract ហ្នឹងគឺវានឹងធ្វើការបង្កើត folder ហើយវា extract រូបភាពចេញមកនេះបងប្អូនវាចេញ folder ថ្មីមួយទៀតនេះដែល extract វីដេអូមួយហ្នឹងគឺយករូបភាពចេញមកពីហ្នឹងអញ្ចឹងយើងចូលទៅមើលតិចនេះគឺជារូបភាពអញ្ចឹងរូបភាពវាចេញមកពី frame ចៃដន្យនៅក្នុងវីដេអូហ្នឹងអញ្ចឹងរូបខ្លះក៏ច្បាស់ទៅរូបខ្លះក៏អត់ច្បាស់អញ្ចឹងទៅអញ្ចឹងយើងមើលឲ្យធំបន្តិចគឺវាយករូបមកឲ្យយើងនេះអញ្ចឹងវាយករូបមកឲ្យយើងហើយយើងអាចយកផុសបានហើយចំពោះ caption គឺមកជាមួយនឹង style វីដេអូហ្នឹងហ្មងអញ្ចឹងបើវីដេអូរបស់យើងគឺជាវីដេអូហើយមាន text file caption នៅក្នុងហ្នឹងនៅពេលដែលយើង extract មកគឺអា caption ហ្នឹងគឺវារត់ទៅតាមរូបភាពហ្នឹងហ្មងអញ្ចឹងយើងអាចយកទៅផុសគឺមាន caption នៅនឹងស្រាប់អញ្ចឹងនៅពេលដែលផុសទៅគឺវាចេញចេះបងប្អូនហើយចំពោះរូបភាពវានឹងព្យាយាម select រូបភាពណាដែលច្បាស់មកហើយវាអត់
ជាមយករូបភាពដដែលមកទេប៉ុន្តែរូបភាពវានៅតែមានរូបភាពដែលយើងមើលបានហើយរូបភាពមើលអត់បានព្រោះវីដេអូវាមានប្លង់ចុះឡើងអីចឹងទៅអញ្ចឹង extract មកបានច្រើនរូបដែរតើនេះ40រូបដែរតើ20រូបដោយសារមាន text file មួយទៀតយើងមាន40នេះមាន text file មួយទៀតហ្នឹងហើយបងប្អូននេះគឺជាមុខងារមួយដែលយើងអាច extract រូបយកមកផុសអមជាមួយវីដេអូក្នុងករណីដែល content យើងអត់មានរូបភាពយើងអាចឆ្នៃតាមនឹងបានទេណាប៉ុណ្ណឹងឯងបងប្អូនតាក់ទងជាមួយនឹងការប្រើប្រាស់មុខងារ convert ចំពោះមុខងារនេះគឺយើងមាន basic ធម្មតាប៉ុណ្ណឹងឯងអរគុណ